ជាការប៉ុណ្ណាស្នេហាគឺជាក្តីស្រឡាញ់រវាងមនុស្សពីរនាក់ដែលក្តីស្រឡាញ់នេះមានភាពខុសប្រក្រតីលើសពីក្តីស្រឡាញ់រវាងមិត្តភក្តិនិងមនុស្សជុំវិញខ្លួនពោលគឺមានភាពស្រឡាញ់លើសលប់ស្ទើរស្មើជីវិតរៀងបានន័យថាក្តីស្រឡាញ់នេះវាពុំអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយនៅពេលដែលក្តីស្រឡាញ់នោះមានភាពបរិសុទ្ធនិងអស់ពីចិត្តមិនតែប៉ុណ្ណោះនៅពេលដែលស្នេហានោះកាន់តែដើរទៅមុខវានឹងកាន់តែមានភាពប្រែប្រួលជាមិនខានឡើយហើយក្នុងនោះនៅពេលដែលដៃគូស្នេហាមិនចេះយកយល់ចិត្តវានឹងកាន់តែធ្វើឲ្យស្ថានភាពកាន់តែពិបាកនិងអាចបង្កអន្តរាយជាខ្លាំងផងដែរទន្ទឹមនឹងនេះនៅពេលដែលស្នេហាកាន់តែខុសប្រក្រតីនោះវានឹងនាំអន្តរាយហើយមូលហេតុដែលនាំឲ្យស្នេហានោះកើតមានការបង្កអន្តរាយរួមមានដូចជាការមិនចេះយល់ចិត្តគ្នាការមិនមានភក្តីភាពចំពោះគ្នាការដែលយល់សម្ភារៈនិយមជាត្រីមុខឬការបង្ខិតបង្ខំពីអ្នកដទៃដែលខកពីការរំពឹងទុកដោយការមិនចេះយល់ចិត្តគ្នាគឺសំដៅដល់ការមិនបានយកចិត្តថ្លើមរបស់គ្នាទៅវិញទៅមកដាក់ក្នុងអារម្មណ៍ខ្លួនឯងរៀងៗខ្លួនដោយយល់តែចិត្តខ្លួនឯងគ្មាននឹងការចេះយោគយល់ឲ្យគ្នាទៅវិញទៅមកនៅពេលដែលជួបប្រទះនឹងបញ្ហាដែលចាស់វាអាចឈានដល់ការប្រេះឆានិងបង្កជាហានិភ័យអន្តរាយផ្សេងៗទៀតផងដែរម្យ៉ាងទៀតការមិនមានភក្តីភាពចំពោះគ្នាទៅវិញទៅមកក៏ជាបញ្ហាចោទចម្បងផងដែរព្រោះក្តីស្រឡាញ់ស្នេហារវាងមនុស្សពីរនាក់ចាំបាច់ត្រូវមានភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមកហើយមានការបើកចំហចំពោះគ្នាដោយសេចក្តីស្មោះខរគ្មានការកេងប្រវ័ញ្ចឬកេងចំណេញពីគ្នាឬម្ខាងណាម្នាក់ឡើយមិនតែប៉ុណ្ណោះទោះបីជាស្ថិតក្នុងកលៈទេសកៈល្អអាក្រក់ឬកលៈទេសកៈក្នុងរូបភាពណាក៏ដោយដៃគូទាំងសងខាងត្រូវតែចេះបើកចំហស្មោះត្រង់ទៅគ្នាទៅវិញទៅមកហើយចេះជួយយកអាសាគ្នាតែប្រសិនបើដៃគូគ្នានៅការចេះបើកចំហឬស្មោះត្រង់ចំពោះគ្នាទេនោះវានឹងបង្កឲ្យមានបញ្ហាជាច្រើននិងបង្កជាទុក្ខផងដែរទន្ទឹមនឹងនេះការបង្ខិតបង្ខំពីនរណាម្នាក់ឲ្យធ្វើតាមបញ្ជារបស់ពួកគេនោះវានឹងនាំមកនូវសេចក្តីអន្តរាយវិនិច្ឆ័យហិនហោចជាក់ជាមិនខានព្រោះស្នេហាចាំបាច់ត្រូវមានការព្រមព្រៀងរវាងដៃគូទាំងសងខាងប្រសិនបើមិនដូច្នោះនឹងកើតមាននូវភាពវឹកវរអន្តរាយអាចបាត់បង់ដល់ជីវិតផងក៏មានតួយ៉ាងជាផុសតាងបើយើងក្រឡេកមកមើលក្នុងសង្គមយើងជាក់ស្ដែងតែងកើតមាននូវករណីជាច្រើនដោយសារឥទ្ធិពលនៃស្នេហាដែលមានទាំងការលែងលះប្តឹងផ្ដាល់គ្នាហើយឈានដល់ការសម្លាប់ជីវិតដៃគូរបស់ខ្លួនក៏មានផងដែរដោយសារតែគ្នានៅការចេះយោគយល់ចិត្តអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកយល់តែចិត្តរបស់ខ្លួនឯងការដែលមិនមានចិត្តស្មោះត្រង់ចំពោះគ្នាទៅវិញទៅមកមានការក្បត់សហាយស្មន់ជាមួយនឹងអ្នកដទៃខណៈដែលខ្លួនឯងបានមានគ្រួសារឬមានគូជីវិតរួចហើយម្យ៉ាងទៀតការបង្ខិតបង្ខំកូនឲ្យរៀបការជាមួយនឹងអ្នកដែលកូនមិនបានស្រឡាញ់ក៏មានករណីជាច្រើនបានកើតមានក្នុងសង្គមយើងជាក់ស្ដែងផងដែរហើយក៏បានធ្វើឲ្យបាត់បង់នូវជីវិតរបស់កូនព្រោះតែមិនមានចិត្តស្រឡាញ់ហើយត្រូវរស់ក្នុងភាពលំបាកទាំងផ្លូវកាយនិងផ្លូវចិត្តជាតកតាងបើយើងក្រឡេកមកមើលក្នុងស្នាដៃអក្សរសិល្បៈវិញម្ដងក្នុងរឿងផ្កាស្រពោនវិញដោយតួអង្គនាងវិថាវីក៏ត្រូវបានយាយនួនបង្ខំឲ្យរៀបការជាមួយនឹងចៃណៃសូតដែលវាជាការខុសពីការរំពឹងទុករបស់នាងហើយនាងក៏មានភាពមិនសុខចិត្តរហូតពិបាកចិត្តដល់ធ្លាក់ខ្លួនឈឺហើយក៏បានទទួលអនិច្ចកម្មដោយសារតែចិត្តរបស់នាងគឺមិនការដាក់ចិត្តស្រឡាញ់ទៅលើប៊ុនធឿនឯណោះទេតែម្ដាយវិញគឺបានបង្ខំឲ្យរៀបការជាមួយនឹងចៅណៃសូតវាជាផលមកវិញដោយសារការបង្ខិតបង្ខំនិងការលុបលុនរបស់យាយនួនបានបាត់បង់នូវកូនស្រីជាទីស្រឡាញ់របស់ខ្លួនតែម្នាក់នោះសរុបមកស្នេហាបាននាំមកនូវសេចក្តីទុក្ខជាពុនពេកមកដល់អ្នកដែលមានស្នេហារហូតដល់ថ្នាក់បាត់បង់ជីវិតទៀតផងដោយសារតែដាក់ចិត្តស្រឡាញ់ខ្លាំងពេកទៅលើស្នេហានិងមានកត្តាជំរុញរុញជ្រុលហួសពីមនុស្សជុំវិញខ្លួនរហូតទទួលបានផលមកវិញដែលមិនកប់ប្រសើរសម្រាប់អ្នកដែលមានស្នេហានោះឡើយតើស្នេហាពិតជាបានតែផ្ដល់តែសេចក្តីទុក្ខសោកសង្រេងដល់សត្វលោកហើយពុំបានផ្ដល់នូវសេចក្តីសុខសប្បាយទេឬយ៉ាងណាផ្ទុយទៅវិញស្នេហាបានផ្ដល់នូវគុណសម្បត្តិជាច្រើននៅពេលដែលស្នេហានោះអាចឈានទៅដល់ដំណាក់កាលមួយដែលនឹងលែងមានឧបសគ្គរារាំងច្រើនឬអាចនិយាយបានថាស្នេហាបានជោគជ័យក្នុងជីវិតជាការពិតណាស់បើនិយាយពីសេចក្តីស្រឡាញ់គេអាចមើលឃើញនៅក្នុងរូបភាពច្រើនយ៉ាងតែនៅទីនេះគឺចង់បង្ហាញថាអ្វីទៅជាស្នេហារវាងមនុស្សប្រុសស្រីដែលឈានទៅដល់ការពិតមួយនៃសេចក្តីស្រឡាញ់សេចក្តីស្រឡាញ់ប្រៀបបានទៅនឹងភាពធ្វើឲ្យស្រើបស្រាលក្នុងចិត្តពិភពនៃសេចក្តីស្រឡាញ់បន្លឺសូរសំឡេងយ៉ាងផ្អែមល្ហែមចំពោះសោតៈ
ពិភពនៃសេចក្តីស្រឡាញ់ពំនាំនៃការស្រមើស្រមៃអំពីរូបភាពរបស់គូស្នេហ៍និយាយខ្សឹបខ្សៀវគ្នាយ៉ាងផ្អែមល្ហែមជាមួយគ្នាមិនខ្វាយខ្វល់ពីពិភពលោកទាំងមូលឡើយសម្រាប់យុវវ័យជាច្រើនសេចក្តីស្រឡាញ់គឺគ្រាន់តែជាអារម្មណ៍ដែលទាក់ទងជាមួយផ្លូវភេទតែប៉ុណ្ណោះព្រោះពេលមានចំណងទាក់ទងគ្នាយុវវ័យតែងធ្វើឲ្យតាក់ចិត្តដោយតម្រេកយ៉ាងខ្លាំងចំពោះរូបកាយសម្រាប់ផ្នែកខាងក្រៅដែលនាំឲ្យរំជួលក្នុងអារម្មណ៍ផ្នែកផ្លូវភេទហើយសេចក្តីស្រឡាញ់បែបនេះដឹកនាំទៅរកគំនិតមួយអំពីសេចក្តីស្រឡាញ់ថាជាមិត្តភាពហើយនាំទៅរកគំនិតថាពេលគូស្នេហ៍បែកបាក់គ្នាទៅពួកគេអាចរងាប់មិត្តភាពព្រោះមិត្តភាពអន់ជាងសេចក្តីស្រឡាញ់តែបើនិយាយពីសេចក្តីស្រឡាញ់គឺជាសកម្មភាពនៃការមានជាកម្មសិទ្ធិឬត្រូវបានគេគ្រប់គ្រងជាកម្មសិទ្ធិដោយមនុស្សម្នាក់ទៀតសេចក្តីស្រឡាញ់ចាប់ផ្ដើមពីបទពិសោធន៍នៃភាពឯកោសេចក្តីស្នេហាគឺជាចម្លើយចំពោះបញ្ហានៃភាពឯកោសេចក្តីស្នេហាគឺជាបទពិសោធន៍នៃជំរឿនិងអត្ថាកំបាំងរបស់អ្នកដទៃឬគូស្នេហ៍និងជាឆន្ទៈដ៏រឹងមាំធ្វើដើម្បីគាត់នៅពេលបុគ្គលណាមួយអាចទៅដឹងទីអត្ថាកំបាំងនោះអាចទៅបំពេញភាពឯកោគឺជាដំណើរឈានទៅការបង្កើតជាសេចក្តីស្រឡាញ់សេចក្តីស្នេហាតម្រូវឲ្យមានការតាក់ទាញហើយការតាក់ទាញអាចបង្ហាញឲ្យឃើញជាពាក្យសម្ដីកាយវិការឬជាការសម្លឹងមើលដែលទាំងអស់នេះអាចជាសញ្ញាផ្សេងៗទោះជាយ៉ាងណាក៏ដោយសេចក្តីស្នេហាមិនមែនគ្រាន់តែនិយាយវានោះឡើយវាគឺជាការប្រតិបត្តិទៀតផងដោយសារគូស្នេហ៍មិនមែនជាប្រធានវិស័យភាពគ្មានរូបរាងដូច្នេះស្រឡាញ់បុគ្គលម្នាក់បញ្ជាក់ថាគេចង់ឲ្យមានអត្ថិភាពរាងកាយរបស់បុគ្គលនោះនិងបន្ទាប់មកគឺពិភពលោករបស់ដៃគូស្នេហ៍នោះសេចក្តីស្នេហាមិនអាចផ្ដាច់ចេញពីការថែទាំវាមិនអាចផ្ដាច់ចេញពីការងារនោះឡើយស្រឡាញ់គូស្នេហ៍គឺត្រូវធ្វើការងារដើម្បីសេចក្តីស្នេហានោះត្រូវថែទាំត្រូវថែរក្សារាងកាយរបស់នាងពិភពលោករបស់នាងសុខុមមង្គលទាំងអស់របស់នាងសេចក្តីស្រឡាញ់មិនមែនជាការចង់ទទួលបានតែជាការផ្ដល់ឲ្យទៅភាគីដែលត្រូវបុគ្គលនោះបានស្រឡាញ់ដូច្នេះសេចក្តីស្រឡាញ់ត្រូវការចាំបាច់នៃពុទ្ធិភាពផ្ទាល់ខ្លួនច្បាស់អំពីគូស្នេហ៍សេចក្តីស្នេហាតម្រូវឲ្យមានការប្រតិបត្តិជាងការនិយាយហើយការស្រឡាញ់មិនអាចកំណត់ពីទំហំអាយុរយៈពេលដែនកំណត់និងមិនអាចបកស្រាយបាននោះទេព្រោះសេចក្តីស្រឡាញ់គឺទាំងមូលអានន្ននិងពិស័យហើយសេចក្តីស្រឡាញ់មិនមានទីបន្ទាប់នោះទេបើនោះជារូបរាងរបស់ភាគីណាមួយបាត់បង់ពីពិភពលោកនេះក៏ដោយសេចក្តីស្នេហាគឺជាការបំពេញទៅឲ្យគ្នាមិនមែនស្រឡាញ់តែ50ទុក50ស្រឡាញ់ខ្លួនឯងនោះទេហើយបើនោះជាសេចក្តីស្នេហាពិតក៏មិនអាចស្រឡាញ់50ទុក50ស្រឡាញ់ខ្លួនឯងដែរមានមនុស្សខ្លះគាត់និយាយទាំងលើកហេតុផលមិនសមរម្យថាគាត់ទុក50ព្រោះខ្លាចគេក្បត់មនុស្សបែបនេះមានន័យថាគាត់មិនយល់ពីស្នេហានោះទេគាត់គ្រាន់តែរៀបការប្តីព្រោះខ្លាចថ្ងៃក្រោយពេលចាស់ទៅខ្លាចមានអ្នកណាមើលថែរក្សាគាត់ឬគាត់នៅម្នាក់ឯងមានអារម្មណ៍ថាឯកាព្រោះឃើញគេសុទ្ធតែមានគូហើយពេលខ្លះវាអាចដើម្បីផលប្រយោជន៍ណាមួយសេចក្តីស្នេហាគឺជាការស្វែងយល់ហើយបើស្រឡាញ់គឺស្រឡាញ់ហើយអត់មានចិត្តខ្លាចគេក្បត់នោះទេវាជាទំនាក់ទំនងដែលទុកចិត្តគ្នាដែលធ្វើឲ្យមានកក់ក្ដៅក្នុងជីវិតបើអ្នកស្រឡាញ់គ្នាហើយខ្លាចគេក្បត់ចឹងមានន័យថាវាមិនមែនជាសេចក្តីស្នេហាទេព្រោះវាមិនបានធ្វើឲ្យជីវិតអ្នកកក់ក្ដៅនិងទុកចិត្តគ្នាហើយបែរជាបង្កើតឲ្យមានការព្រួយបារម្ភក្នុងចិត្តទៅវិញតើមានទេមនុស្សដែលមិនទុកចិត្តគ្នាផងមានចិត្តស្រឡាញ់គ្នានោះឬស្រឡាញ់ផងនិងមិនទុកចិត្តគ្នាផងនោះតើដៃគូជីវិតមួយអាចផ្ដល់ភាពកក់ក្ដៅឲ្យគ្នាបានពេញលេញដែរឬទេពេលដែលអ្នកទាំងពីរមិនមានទំនុកចិត្តចំពោះគ្នាឬតែងបង្កើតផ្លូវក្រោយទុកសម្រាប់ខ្លួនបើអ្នកលាក់ទុកការស្រឡាញ់របស់អ្នកចំពោះគេព្រោះខ្លាចគេឈឺចាប់ដើម្បីក្តីសុខរបស់មនុស្សដែលអ្នកស្រឡាញ់ព្រោះបើដឹងហើយគេនឹងឈឺចាប់នោះក៏ជាក្តីស្រឡាញ់ដ៏ជ្រាលជ្រៅមួយដែរតែបើអ្នកមិនដែលបានគិតអំពីក្តីសុខរបស់គេសោះគ្រប់ខណៈគឺ